เหตุการณ์มวยดอกกล้วยเพลย์คล้ายได้มันทลบเมียนบันกัดลายเนื้อขนมประวัติศาสตร์มนุษย์จีดกรมพิเรกบันวีประหารที่กรงบอมไบในថ្ងៃទី26ខែ11ឆ្នាំ2008ដែលធ្វើឲ្យមានការភ្ជាប់អើទូទាំងប្រទេសឥណ្ឌានិងសកលលោក Laskar e Taiba គឺជាអង្គការដែលត្រូវបានហាមឃាត់ដោយប្រទេសជាច្រើនអង្គការនេះបានធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញប្រកាសថា Laskar e Taiba គឺជាអង្គការភេរវកម្មដ៏ធំនិងសកម្មបំផុតនៅក្នុងពិភពលោកអង្គការនេះបានរៀបចំផែនការខុសៗគ្នាតាមយុទ្ធសាស្ត្រក្រៅពីអំពើភេរវកម្មដែលសមាជិករបស់ខ្លួនបានធ្វើក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះនៅក្នុងប្រទេសឥណ្ឌាដែលមិនធ្លាប់ឮពីមុនមកអំពីបេសកកម្មដែលត្រូវប្រហារជីវិតនៅក្នុងទីក្រុងបំបាយដែលជារដ្ឋធានីពាណិជ្ជកម្មនៃប្រទេសឥណ្ឌានៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2008អង្គការនេះបានបញ្ជូនមនុស្សប្រុស10នាក់តាមសមុទ្រក្នុងគោលបំណងសម្លាប់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីចាប់ផ្ដើមការវាយប្រហារដំណើរគ្នានិងសម្របសម្រួលនៅកន្លែងផ្សេងៗគ្នាក្នុងទីក្រុងបំបាយនេះគឺជារឿងពិតសូមទស្សនាតើការវាយប្រហារបានកើតឡើងដោយរបៀបណាពួកគាត់ទាំងនេះគឺជាមន្ត្រីធំជនជាតិឥណ្ឌាដែលកំពុងប្រជុំគ្នានៅក្នុងទីក្រុងបំបាយនៃប្រទេសឥណ្ឌាការប្រជុំនេះកើតមានឡើងបន្ទាប់ពីក្រុមភេរវករត្រូវបានសម្លាប់ក្រុមភេរវករគឺជាជនជាតិប៉ាគីស្ថានដែលមកពីរដ្ឋការ៉ាឈីពួកភេរវករដែលបញ្ជូនមកទាំងអស់គឺ10នាក់ពួកគេចូលមកប្រទេសឥណ្ឌាតាមសមុទ្រតាមរយៈទូកនេសាទពេលចូលមកពួកគេបានប្លន់ទូកនេសាទរបស់ជនជាតិឥណ្ឌាហើយបានសម្លាប់អ្នកជិះទូកជនជាតិឥណ្ឌាទាំងអស់បន្ទាប់ពីបានប្លន់ទូករួចហើយពួកគេក៏បានកោពុកមាត់និងដូរឯកសណ្ឋានបន្លំខ្លួនធ្វើជាជនជាតិឥណ្ឌាពួកគេបានចាប់ផ្ដើមសម្លាប់មនុស្សដ៏រង្គាលនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2008ហើយនៅថ្ងៃទី29ខែដដែលពួកគេត្រូវបានប៉ូលីសឥណ្ឌាសម្លាប់អស់9នាក់និងចាប់ខ្លួនបាន1នាក់ជនជាតិឥណ្ឌានិងជនបរទេសដែលត្រូវបានក្រុមភេរវករសម្លាប់ទាំងអស់មាន164នាក់និងរបួសជាច្រើននាក់ទៀតទីកន្លែងដែលក្រុមភេរវករកំណត់គោលដៅបាញ់ប្រហារគឺទីប្រជុំជនភោជនីយដ្ឋានសន្តាគារមន្ទីរពេទ្យភេរវករម្នាក់ក្នុងចំណោម10នាក់ត្រូវបានចាប់ខ្លួនភេរវករដែលត្រូវបានចាប់ខ្លួនត្រូវបានឃុំក្នុងពន្ធនាគាររយៈពេល4ឆ្នាំនៅឆ្នាំ2012 4ឆ្នាំក្រោយបន្ទាប់ពីត្រូវបានចាប់ខ្លួនភេរវករម្នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកខ្សែភាពយន្តនេះត្រូវបានថតនៅក្នុងឆ្នាំ2013ថតតាមលំនាំពិតទីកន្លែងបាញ់ប្រហារពិតដោយចំណាយដើមទុនអស់$2.8 លានសូមតាមដានសាច់រឿងតាំងពីដើមរហូតដល់ចប់ថាវាពិតជារន្ធត់កម្រិតណាបុរសប្រុសប៉ុន្មានអ្នកកំពុងតែនេសាទត្រីដូចសពដងពួកគេរីករាយក្នុងការនេសាទបណ្ដាជជែកគ្នាបណ្ដាស្រាប់តែមានទូកមួយបង្ហាញខ្លួនក្នុងចំណោមពួកគេមានបុរសម្នាក់បានយកកែវយឹតដើម្បីឆ្លោះមើលពួកគេមានការសង្ស័យនិងឆ្ងល់នៅក្នុងចិត្តទូកនោះកាន់តែខិតមកក្បែរពួកគេបុរសដែលឆ្លោះកែវយឹតសម្លឹងមើលទៅទូកនោះដោយមិនដាក់ភ្នែកឆ្លោះបណ្ដានិយាយប្រាប់គ្នាគេបណ្ដាគ្រប់គ្នាបានក្រោកឈរហើយសម្លឹងទៅមើលទូកដែលកំពុងតែខិតចូលមកទូកដែលខិតចូលមកនោះបានលើកក្រណាត់សហាក់ដូចជាចង់បង្ហាញនូវសញ្ញាអ្វីម្យ៉ាងតាមមើលប្រហែលជាចង់ឲ្យទូកនេសាទជនជាតិឥណ្ឌានេះជួយដល់ពួកគេកាន់តែមានការងឿងឆ្ងល់មិនយូរប៉ុន្មានទូកនោះក៏បានខិតចូលមកដល់ទូករបស់ពួកគេដូចជាមានការភ័យខ្លាចព្រោះអ្នកដែលកំពុងតែជិះទូកនោះមិនមែនជាជនជាតិឥណ្ឌាទេពួកគេអាចសម្គាល់ដឹងទៅលើការស្លៀកពាក់ទីបំផុតទូកនោះក៏បានចូលមកដល់បុរសអ្នកនេសាទបានសួរថាតើពួកលោកមានបំណងអីបានជាមកទីនេះពួកគេបានចេញពីក្នុងទូកមកជាបន្តបន្ទាប់ទឹកមុខរបស់ពួកគេពិតជាគួរឲ្យខ្លាចណាស់បើទោះជាសួរប៉ុន្មានក៏ពួកគេមិនចង់និយាយស្ដីពួកគេគឺជាជនជាតិប៉ាគីស្ថានដែលឆ្លងចូលមកប្រទេសឥណ្ឌាដោយខុសច្បាប់ពួកគេចង់ឲ្យអ្នកនេសាទឥណ្ឌានាំពួកគេចូលមកប្រទេសឥណ្ឌាប៉ុន្តែសំណើរបស់ពួកគេត្រូវបានបដិសេធដោយសារតែការចរចាមិនត្រូវរើគ្នាម្នាក់ក្នុងចំណោម10នាក់បានងាកទៅមើលមុខគ្នាគេបន្ទាប់មកអ្នកនេសាទទាំងអស់ក៏ត្រូវបានគំរាមកំហែងហើយអាវុធក៏បានផ្ទុះឡើងអ្នកនេសាទទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំងមេក្រុមរបស់ពួកគេបានស្រែកគំរាមទៅអ្នកនេសាទដឹងច្បាស់ណាស់ថាពួកគេមិនមែនជាមនុស្សល្អនោះទេដោយសារការភ័យខ្លាចអ្នកនេសាទទាំងអស់បានលើកម្រាមដៃសំភះអង្វរសូមឲ្យទុកជីវិតដល់ពួកគេប៉ុន្តែការអង្វរក៏មិនត្រូវបានពួកគេស្ដាប់ឡើយអ្នកនេសាទទាំងអស់ត្រូវបានចាប់អូសទៅកន្លែងម្ខាងនៃទូកគ្នាគេបានហៅមេក្រុមឲ្យចេញមកបន្តទៀតគឺបុរសម្នាក់នេះហើយដែលមានចិត្តសាហាវខូខើព្រៃផ្សាយបំផុតពួកគេទាំងអស់ជាមនុស្សដែលគ្មានចិត្តមេត្តាបើទោះជាលើកដៃសំភះអង្វរសូមការសន្តោសប្រណីក៏ការអធិស្ឋានមិនអាចកើតមានចំពោះពួកគេឡើយបុរសម្នាក់បានបញ្ជាឲ្យគ្នារបស់គេនាំអ្នកនេសាទទាំងអស់ឆ្លងទៅទូកមួយទៀតប៉ុន្តែអ្នកនេសាទបដិសេធមិនទៅបើទោះជាបដិសេធយ៉ាងណាក៏មិនអាចដាច់ខាតការប្រទុះសរាយនឹងការវាយតបទៅលើជនជាតិឥណ្ឌាបានកើតមានឡើងអ្នកនេសាទម្នាក់ត្រូវមួយជង្គង់ចុកអួលដួលដេកលើទូកអ្នកនេសាទទាំងអស់ត្រូវបានបង្ខំឲ្យឆ្លងទៅទូកមួយទៀតបុរសអ្នកបើកទូកសុំអង្វរកុំឲ្យសម្លាប់គ្នារបស់គាត់តែបើទោះជាអង្វរយ៉ាងណាក៏ពួកគេមិនស្ដាប់ឡើយបន្ទាប់មកអ្នកនេសាទទាំងអស់ក៏ត្រូវបានបាញ់សម្លាប់ដោយទុកឲ្យរស់តែអ្នកបើកទូកម្នាក់ប៉ុណ្ណោះខណៈពេលដែលនៅក្នុងទូកបន្ទាប់ពីមានស្មារតីដឹងខ្លួនឡើងវិញគាត់បានក្រោកអង្គុយហើយសម្លឹងមកខាងក្រៅស្រាប់តែឃើញពួកគេជញ្ជូនរបស់របរអ្វីម្យ៉ាងចេញពីទូកដែលពួកគេបានជិះមករបស់ទាំងនោះពិតជាច្រើនណាស់របស់ទាំងនោះគឺជាអាវុធនិងគ្រាប់បែកដែលពួកគេនឹងប្រើដើម្បីសម្លាប់មនុស្សនៅពេលដែលពួកគេឆ្លងចូលទៅដល់ទីក្រុងមុនពេលចេញទូកត្រឡប់ទៅវិញមេក្រុមរបស់គេបានអង្អែលផ្ទៃមុខកូនចៅគ្រប់គ្នានេះប្រហែលជាការជូនពរឲ្យគោលបំណងរបស់គេបានសម្រេចជោគជ័យទឹកមុខរបស់ពួកគេពិតជាគួរឲ្យខ្លាចបុរសអ្នកបើកទូកជនជាតិឥណ្ឌាអង្គុយស្រឡំកាំងម្នាក់ឯងនៅពេលដែលឃើញសកម្មភាពរបស់ពួកគេមើលទឹកមុខចោះពួកគេជាយុវ
វជនវ័យក្មេងនៃប្រទេសប៉ាគីស្ថានបន្ទាប់ពីនាំកូនចៅឆ្លងចូលដល់ប្រទេសឥណ្ឌានិងផ្លាស់ប្ដូរទូករួចហើយមេក្រុមរបស់គេក៏បានលាកូនចៅត្រឡប់ទៅវិញខ្ញុំសូមជម្រាបថាពួកគេគឺជាក្រុមភេរវករដែលបន្លំខ្លួនចូលមកប្រទេសឥណ្ឌាដើម្បីសម្លាប់មនុស្សពួកគេម្នាក់ៗគ្មានចិត្តមេត្តាឡើយគោលបំណងរបស់ពួកគេចូលមកប្រទេសឥណ្ឌាគឺសម្លាប់មនុស្សឲ្យបានច្រើនតាមដែលអាចធ្វើទៅបានតែពួកគេមានបំរាមមួយគឺមិនសម្លាប់កូនក្មេងដាច់ខាតបន្ទាប់ពីផ្ទេរអាវុធនិងស្ទាបមុខជូនពរកូនចៅរួចហើយមេក្រុមនិងអ្នករួមដំណើរមួយចំនួនក៏បានចេញទូកត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញខ្ញុំសូមស្លេះត្រឹមនេះសិនសូមរងចាំទស្សនាវគ្គបន្ត